សួស្តីពុកម៉ែបងប្អូននៅតំបន់កៅ5នៅក្នុងខេត្តកំពង់ធំតែម្ដងបងប្អូនតាក់ទងជាមួយនឹងការធ្វើចន្ទទីនៅឆ្នាំ2024-2025នេះគឺចំការនៅតំបន់កៅ5គឺគាត់បានទទួលបានទុំមួយហើយបងប្អូនតាក់ទងជាមួយនឹងក្តាប់ផ្លែទុំហ្នឹងគឺគាត់បានប្រមូលផលបដាបងប្អូនអាចសង្កេតនៅក្នុងវីដេអូជាមួយខ្ញុំបាទតាក់ទងជាមួយនឹងគុណភាពគ្រាប់បងប្អូនអាចសង្កេតមើលវាចេញមកគឺវាឆ្លោះល្អមែនទែនបងប្អូនមិនថានៅកលុកកលៀតមេឃចុងមេឃគឺវាចេញមកជាលក្ខណៈចកោមមិនថាមេឃត្រូវថ្ងៃឬក៏មេឃបាំងថ្ងៃទេបងប្អូនអាចសង្កេតមើលនៅក្នុងវីដេអូខ្ញុំបាទថតដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនដែលធ្វើចំការចន្ទទីធ្វើដំណាំចន្ទទីច្រើនឆ្នាំមកហើយប៉ុន្តែអត់ដែលបានទទួលផលល្អអត់ដែលបានទទួលផលចំណេញពីដំណាំចន្ទទីបងប្អូនអាចងាកមកប្រើផលិតផលរបស់ក្រុមហ៊ុន VKSN ដោយផលិតផលរបស់ក្រុមហ៊ុន VKSN យើងមានបទពិសោធន៍ជាច្រើនឆ្នាំសម្រាប់ការធ្វើដំណាំចន្ទទីចំណាយតិចប៉ុន្តែតកតងជាមួយនឹងការបានផលមកវិញគឺវាឆាប់រហ័សមែនទែនឥឡូវហ្នឹងថ្ងៃទី15ខែ1ឆ្នាំ2025ទេបងប្អូនទើបតែពាក់កណ្ដាលខែ1ប៉ុន្តែអ្វីដែលយើងធ្វើបានបងប្អូនអាចសង្កេតមើលនៅក្នុងវីដេអូគឺទុំហើយបងប្អូនហើយក្តាប់ការត្រួយដែលនៅសល់មានជាហូរហែអាចចេញជាបន្តបន្ទាប់ទៀតបងប្អូនតកតងជាមួយនឹងចការនេះដែរបងប្រុសគាត់ជំរុះហើយគាត់បាញ់ប្រភេទថ្នាំបំពន់របស់ក្រុមហ៊ុន VKSN តាំងពីវគ្គដំបូងមករហូតដល់ឥឡូវហ្នឹងគឺគាត់បានផលប៉ុណ្ណេះបងប្អូនអាចមើលនៅក្នុងវីដេអូមិនថាកលុកកលាក់មេឃឬក៏នៅចុងមេឃទេបងប្អូនដោយសារតកតងជាមួយនឹងការថតវីដេអូនេះផ្ទាល់គឺដើមវាមានលក្ខណៈខ្ពស់អញ្ចឹងខ្ញុំធ្វើការ zoom កាមេរ៉ាវាពិបាកចាប់ប្លង់ដើម្បីចែកម្លែកពុកម៉ែបងប្អូនមើលបន្តិចប៉ុន្តែបងប្អូនអាចសង្កេតយល់តកតងជាមួយនឹងទិន្នផលខ្ញុំបានថតផ្ទាល់នេះខ្ញុំធ្វើការ zoom ដើម្បីឲ្យពុកម៉ែបងប្អូនងាយស្រួលទស្សនាបងប្អូនមើលវាចេញលក្ខណៈចកោមទូទុនគ្រប់មេឃគ្រប់ដើមតែម្ដងបងប្អូននេះបងប្អូនអាចសង្កេតមើលដោយសារវីដេអូខ្ញុំធ្វើការ zoom ឡើងទៅលើជាមួយខ្ញុំទាញ zoom មកវិញគឺយើងមើលផ្លែសឹងតែអត់ឃើញប៉ុន្តែបើសិនជាខ្ញុំធ្វើការ zoom យឺតដើម្បីឲ្យពុកម៉ែបងប្អូនតាមដានជាមួយនឹងវីដេអូដែលយើងបានថតផ្ទាល់បងប្អូនមើលផ្លែនៅខាងលើគឺយកទៅតាមខ្យល់គឺល្អមើលមែនទែនដោយសារអីកម្លាំងនៃការទ្រទ្រង់ក្តាប់ផ្លែគឺវាមានគ្រប់គ្រាន់អញ្ចឹងក្តាប់របស់វាគឺវាចេញមកនឹងវាជាចង្កោមល្អហើយវាអត់ជ្រុះទេបងប្អូនវាជ្រុះប៉ុន្តែគេអាចថាភាគរយជ្រុះវាតិចតួចប៉ុណ្ណោះនៅខាងក្រោមដីមានចាប់ផ្ដើមជ្រុះទុំមួយដែរបងប្អូននៅខាងក្រោមដីយើងមើលទៅលើដើមផ្សេងទៀតបងប្អូនជាមួយខ្ញុំបង្វិលកាមេរ៉ាប៉ុន្តែតកតងជាមួយនឹងការមើលនៅក្នុងកាមេរ៉ាយើងមើលក្របចន្ទទីអត់ឃើញទេតោះតែយើងធ្វើការ zoom នេះដូចមេឃខាងនេះយើងធ្វើការ zoom ទៅឃើញមេឃចន្ទទីចកោមនៃផ្លែចន្ទទីហ្នឹងគឺយកទៅតាមខ្យល់ដោយសារខណៈពេលស្មើនេះគឺម៉ោង12ទៅហើយបងប្អូនប៉ុន្តែមេឃវានៅសតុំវាសតុំអញ្ចឹងយើងថតវាអត់សូវក្តៅទេបើសិនជាមេឃក្តៅក៏ពិបាកផ្ដិតយករូបភាពឬក៏វីដេអូចែកជូនពុកម៉ែបងប្អូនដែរបងប្អូននេះមើលតកតជាមួយនឹងគុណភាពក្របអីបងប្អូនគឺវាថ្លាល្អមែនតើអត់មានស្នាមអុចទេបងប្អូនចន្ទទីនេះគឺប្រភេទពូជ M23 ចាំមើលខ្ញុំបាទដើរទៅដើមផ្សេងទៀតបងប្អូននេះតាមកលុកកលាក់មេឃមិនថាចុងមេឃឬក៏មេឃដែលទុនតូធ្លាក់មកខាងក្រោមគឺវាចេញលក្ខណៈចង្កោមតែម្ដងបងប្អូនតកតងជាមួយនឹងអ្វីដែលយើងបានថតចែកម្លែកហ្នឹងគឺចង់បង្ហាញតកតងជាមួយនឹងគុណភាពផលិតផលបើសិនជាផលិតផលរបស់យើងគុណភាពវាអត់ទប់ទល់ជាមួយនឹងអាកាសធាតុវាអត់មានប្រសិទ្ធភាពបញ្ចេញភ្ញូចក្តាប់នឹងចេញច្រើនទេមកដល់ថ្ងៃនេះគឺអត់ទាន់បានផលទេបងប្អូនសម្រាប់ដែលអតិថិជនផ្សេងទៀតតែគាត់ប្រើផលិតផលផ្សេងតែការខ្លះនៅត្រឹងអត់ទាន់ចេញ
ត្រួយផងបងប្អូនប៉ុន្តែចំការចន្ទទីដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN បងប្អូនអាចសង្កេតមើលនៅក្នុងវីដេអូផ្ទាល់មិនថានៅចុងមេឃឬក៏កលុកកលាក់មេឃទេបងប្អូនគឺវាចេញមកស្អាតបែបនេះបងប្អូនមើលនៅក្នុងវីដេអូគឺវាចេញមកលក្ខណៈចង្កោមនេះបងប្អូនដើមផ្សេងទៀតយើងដើរកលឹងជុំវិញដើមឬក៏យើងថយដើម្បី zoom នៅខាងចុងមេឃទេបងប្អូននេះគឺវាចេញមកលក្ខណៈចង្កោមល្អមែនទែនមិនមែនតែម្ដើមទេបងប្អូនគឺពេញមកចំការតែម្ដងនេះខ្ញុំដើរប្រវល់ដើមអំបញ្ញមិញខ្ញុំដើរមកខាងមកចំហៀងមេឃផ្សេងទៀតហ្នឹងគឺវាចេញមកស្អាតបែបនេះបងប្អូនដោយសារការថតវីដេអូវាដើមចន្ទទីវាខ្ពស់អញ្ចឹងវាពិបាកចាប់ប្លង់បន្តិចតោះតែយើង zoom ទៅខាងលើអញ្ចឹងតើតើជាមួយនឹងការធ្វើចន្ទទីបងប្អូនខ្ញុំបាទចែកម្លែកតើតើជាមួយនឹងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN បើសិនតើតើជាមួយនឹងគុណភាពផលិតផលរបស់យើងនៅមានកម្រិតក៏មិនអាចថែទាំដំណាំចន្ទទីឲ្យចេញទាន់រដូវកាលចេញទាន់តម្លៃថ្លៃបានដែរបងប្អូនផលិតផលរបស់ក្រុមហ៊ុន VKSN បងប្អូនអាចតាមដានវីដេអូឆ្នាំចាស់ឬក៏ឆ្នាំថ្មីនេះគឺគុណភាពនៅតែល្អដូចដើមបងប្អូននេះបងប្អូនអាចសង្កេតមើលខ្ញុំឈរខ្ញុំ zoom ដើមវានៅឆ្ងាយខ្ញុំ zoom ពីចម្ងាយឲ្យបងប្អូនមើលគឺវាចេញមកចង្កោមមិនមែនយើងថតតាមដើមថតរកតែដើមល្អទេបងប្អូននេះខ្ញុំ zoom ពីចម្ងាយទេបងប្អូនដើម្បីឲ្យបងប្អូនមើលដើមនៅផ្សេងទៀតជាមួយខ្ញុំតម្លាក់នៃការ zoom គឺពិតជាឆ្ងាយមែនទេបងប្អូននេះនៅតាមកលុកកលៀតដើមគ្រប់ដើមនេះដើមនេះផ្លែមកល្មមប៉ុន្តែមានដើមខ្លះគឺផ្លែចង់បាក់មេឃតែម្ដងដូចដើមនេះអីបងប្អូននេះយើងមើលពីចម្ងាយជាមួយខ្ញុំ zoom ដើម្បីឲ្យបងប្អូនមើលគុណភាពគ្រាប់នេះគឺវាចេញមកស្អាតមែនទែនបងប្អូនវីដេអូរយៈពេលវែងបងប្អូនដើម្បីឲ្យបងប្អូនងាយស្រួលដើម្បីតាមដាននិងពិចារណាមើលតទៅជាមួយនឹងគុណភាពផលិតផលយោងទៅលើវីដេអូអត់មានការកាត់តជាកំណាត់ឲ្យបងប្អូនពិបាកមើលទេគឺយើងថត direct យកតែម្ដងថតជាលក្ខណៈផ្សាយផ្ទាល់ជូនបងប្អូនតែម្ដងយើងអត់យកទៅកាត់តបន្ថែមកាត់កន្លែងដែលអន់ឬក៏ខូចចេញទេគឺយើងថត direct លក្ខណៈវីដេអូស៊ីនតែម្ដងវីដេអូហ្នឹងខ្ញុំព្យាយាមថតឲ្យបាន10នាទីបងប្អូន10នាទីអាចឲ្យបងប្អូនតាមដានបានតទៅជាមួយនឹងគុណភាពនេះបងប្អូនខ្ញុំ zoom គឺកលុកកលៀតមេឃត្រូវថ្ងៃឬក៏មេឃបាំងថ្ងៃមេឃលើមេឃក្រោមគឺវាចេញស្អាតបែបនេះបងប្អូននេះខ្ញុំថតលក្ខណៈយឺតចែកម្លែកដល់ពុកម៉ែបងប្អូនមួយចង្កោមមាន5គ្រាប់6គ្រាប់មាន10គ្រាប់នេះបងប្អូនវាចេញមកស្អាតបែបនេះបងប្អូនអាចមើលដើមផ្សេងទៀតដោយសារវីដេអូខ្ញុំធ្វើការ zoom ដើម្បីចាប់យកផ្លែបើសិនជាយើងអត់ zoom ទេគឺយើងចាប់យកផ្លែអត់ដល់ទេអញ្ចឹងបងប្អូនអាចមើលនេះបងប្អូនគឺវាចេញមកស្អាតបែបនេះឥឡូវហ្នឹងខ្ញុំ zoom ដើមវានោះដើមខាងនោះបងប្អូនដើមខាងនោះវាប្រហែលជា10ម៉ែត្រពីខ្ញុំបាននៅដោយសារឥឡូវហ្នឹងកម្ដៅព្រះអាទិត្យកំពុងតែរះអញ្ចឹងយើងមើលពីចង្ងាយដើមផ្សេងទៀតនៅឃើញក្រហមហ្នឹងគឺផ្លែចន្ទទីទុំហើយមានក្តឹបអីប្រងព្រាតដូចគ្នាបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចឆាតនៅក្នុង page របស់ក្រុមការងារ VKSN បានឬក៏ comment នៅខាងក្រោមវីដេអូរបស់ភ្នាក់ងារយើងបានបង្ហោះចែកចាយបងប្អូនដើម្បីឲ្យបងប្អូនពិចារណាងាកមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN បានអញ្ចឹងវីដេអូនេះវាគៀកនឹង10នាទីទៅហើយខ្ញុំបាទសូមធ្វើការបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណ